គ្នានាងខ្ញុំបានសុចិន្តាពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគណនេយ្យនិងហិរញ្ញវត្ថុ AFT Center ក្នុងគណៈនេះអ្នកគ្រូសូមចែករំលែកអំពីបំណុល liability ក្រោយបញ្ចប់វគ្គសិស្សនឹងទទួលបានយល់ដឹងអំពីបំណុលប្រភេទនៃបំណុលនិងរបៀបកត់ត្រាបំណុលបំណុលជាអ្វីបំណុលជាកាតព្វកិច្ចត្រូវសងរបស់បុគ្គលម្នាក់ឬជាកាតព្វកិច្ចត្រូវសងរបស់អង្គភាពអាជីវកម្មមួយតើគេបែងចែកបំណុលជាប្រមាណប្រភេទគេបែងចែកបំណុលជាពីរប្រភេទបំណុលរយៈពេលខ្លីដែលគេហៅថា current liability or short term liability និងបំណុលរយៈពេលវែងដែលគេហៅថា long term liability តើអ្វីទៅជាបំណុលរយៈពេលខ្លី current liability បំណុលរយៈពេលខ្លីជាបំណុលដែលក្រុមហ៊ុនជំពាក់គេមានរយៈពេលតិចជាង1ឆ្នាំឧទាហរណ៍បំណុលរយៈពេលខ្លីមានដូចជាគណនេយ្យទិសង account payable មានន័យថាយើងជំពាក់គេដោយគ្មានកិច្ចសន្យា not payable មានន័យថាយើងជំពាក់គេដោយមានកិច្ចសន្យាជំពាក់ថ្លៃទឹកថ្លៃភ្លើង utility payable ជំពាក់ពន្ធរដ្ឋ tax payable ជំពាក់ការប្រាក់ធនាគារ interest payable ចំណូលទទួលបានមុន unearned revenue និងអាចមានប្រតិបត្តិការគណនេយ្យច្រើនឬតិចជាងនេះអាស្រ័យទៅលើទំហំនៃក្រុមហ៊ុនដែលគាត់មានប្រតិបត្តិការធំឬតូចតើអ្វីទៅជាបំណុលរយៈពេលវែង long term liability រយៈពេលវែងជាបំណុលដែលក្រុមហ៊ុនជំពាក់គេមានរយៈពេលលើសពី1ឆ្នាំត្រូវមានការយល់ដឹងអំពីបំណុលរយៈពេលវែងគឺមានសារៈសំខាន់ណាស់សម្រាប់មានតម្លៃសុខភាពហិរញ្ញវត្ថុក្រុមហ៊ុននិងស្វែងរកដំណោះស្រាយរបស់ក្រុមហ៊ុនព្រោះវាតំណាងឲ្យផ្នែកបំណុលសរុបរបស់ក្រុមហ៊ុនបំណុលរយៈពេលវែងត្រូវបានរាយការណ៍ក្នុងតារាងតុល្យការរួមជាមួយនឹងបំណុលរយៈពេលខ្លីដូចគ្នាសុខភាពក្រុមហ៊ុនល្អមិនល្អគឺអាស្រ័យទៅលើបំណុលបើសិនជាក្រុមហ៊ុននោះមានបំណុលធំឬក៏ច្រើនជាងចំណូលបានន័យថាសុខភាពស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគាត់គឺមិនល្អទេអញ្ចឹងគណនេយ្យករឬក៏អ្នកគ្រប់គ្រងគឺត្រូវតែមានឬក៏ចេះវិភាគទៅលើសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនគាត់រូបមន្តគណនា total liability total liability ស្មើនឹង current liability បូក long term liability តែជាភាសាខ្មែរគេហៅថាបំណុលស្មើនឹងបំណុលរយៈពេលខ្លីបូកជាមួយបំណុលរយៈពេលវែងចុះបំណុលគឺកើនឡើងខាងណា0កើនឡើងនៅខាង credit វាថយចុះវិញនៅខាង debit វាកើនឡើងនៅពេលដែលមានប្រតិបត្តិការទិញឬការប្រើប្រាស់សេវាជំពាក់អ្នកផ្គត់ផ្គង់បំណុលថយចុះវិញនៅពេលដែលយើងមានការទូទាត់សងទៅអ្នកផ្គត់ផ្គង់ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ពីការកត់ត្រាបំណុលរយៈពេលខ្លីសូមមើលឧទាហរណ៍ខាងក្រោមជាបន្តបន្ទាប់នេះជាឧទាហរណ៍ពីការកត់ត្រាបំណុលរយៈពេលខ្លី1នៅថ្ងៃទី1ខែ1ឆ្នាំ2024ក្រុមហ៊ុនវិចិត្របានបញ្ជាទិញជំពាក់សម្ភារៈការិយាល័យពីក្រុមហ៊ុនបណ្ណាគារ PBC ក្នុងតម្លៃ$500ដើម្បីយកមកប្រើប្រាស់ចូលកត់ត្រាប្រតិបត្តិការមួយនេះចឹងថ្ងៃទី1ខែ1 description office supply យើងកត់ត្រានៅ$500នៅខាង debit ហើយនៅថ្ងៃទី1ខែ1 2021 account payable បំណុលយើងកត់ត្រានៅខាង credit office supply នេះជាទ្រព្យសកម្មវាកើនឡើងនៅពេលដែលយើងទិញចូលដូច្នេះយើងត្រូវតែកត់ត្រាចុះបញ្ជីនៅខាង debit ចំណែកឯ account payable ជាបំណុលវាកើនឡើងនៅពេលដែលមានការទិញជំពាក់ដូច្នេះយើងត្រូវចុះវានៅខាង credit គណនេយ្យត្រូវតែយល់ហើយនឹងរៀនឲ្យច្បាស់អំពីការកត់ត្រាសម័យកាលគណនេយ្យមួយមុននឹងយើងចុះបញ្ជីឬកត់ត្រានៅក្នុង QuickBook ត្រាថាយើងខុសការវិភាគហិរញ្ញវត្ថុទាំងមូលនៃក្រុមហ៊ុនទាំងមូលក៏ខុសដូចគ្នាលំហាត់ទី2នៅថ្ងៃទី31ខែ1ឆ្នាំ2024ក្រុមហ៊ុនវិចិត្របានទូទាត់សងជាសាច់ប្រាក់ទៅឲ្យក្រុមហ៊ុន PBC សម្រាប់ការទិញជំពាក់កាលពីថ្ងៃទី1ខែ1ឆ្នាំ2024ចូលកត់ត្រាប្រតិបត្តិការនេះមានន័យថាក្រុមហ៊ុនវិចិត្រនេះគឺគាត់បានទូទាត់សងចាចុងខែគឺគាត់បានទូទាត់សងនៅអ្វីដែលគាត់ទិញជំពាក់ទៅលើអ្នកផ្គត់ផ្គង់អញ្ចឹងថ្ងៃទី31ខែ1 2024 account payable ជាបំណុលចុះនៅពេលដែលយើងទូទាត់ជូនអ្នកផ្គត់ផ្គង់ដូច្នេះយើងត្រូវចុះវានៅខាង debit ហើយថ្ងៃទី31ខែ1 2024យើងបានទូទាត់ជូនអ្នកផ្គត់ផ្គង់ដោយជាសាច់ប្រាក់សុទ្ធអញ្ចឹង cash គឺជា current asset នៅពេលដែលយើងយកវាមកទូទាត់ហើយគឺវាថយចុះដូច្នេះយើងត្រូវចុះវានៅខាង credit វិញចំនួន$500
ជាលទ្ធផលនៅថ្ងៃទី1 ខែ 1 2024 liability increase beginning balance $500 នៅថ្ងៃទី31 ខែ 1 2024 account ជា account ប្រភេទបំណុលនេះយើងបានទូទាត់សងវាហើយវាថយចុះវិញ$500 អញ្ចឹងបំណុលយើង ending គឺ0លំហាត់ទី3នៅថ្ងៃទី15 ខែ 1 ឆ្នាំ 2024 ក្រុមហ៊ុនវិចិត្របានបញ្ជាទិញជំពាក់កុំព្យូទ័រមួយគ្រឿងពីក្រុមហ៊ុន Dell Cambodia Co Ltd នៅក្នុងតម្លៃ$1,500និងមាន VAT 10% ចំនួន$150តម្លៃសរុបដៃជំពាក់$1,650ដើម្បីយកមកប្រើប្រាស់ក្នុងការិយាល័យចូលកត់ត្រាប្រតិបត្តិការមួយនេះអញ្ចឹងនៅថ្ងៃទី15 ខែ 1 ឆ្នាំ 2024 ក្រុមហ៊ុនវិចិត្របានបញ្ជាទិញកុំព្យូទ័រយើងដឹងហើយកុំព្យូទ័រមេរៀនមុនយើងរៀនគឺជា fixed asset នៅពេលដែលយើងទិញយកមកប្រើប្រាស់វាកើនឡើងនៅខាង debit អញ្ចឹងយើងចុះ$1,500នៅខាង debit បើសិនជាគេមាន VAT ដោយសារតែក្រុមហ៊ុនចុះបញ្ជីហើយគឺមាន VAT អញ្ចឹងយើងកត់ត្រា VAT 10% នេះដែលជា current asset វាកើនឡើងនៅខាង debit នៅថ្ងៃទី15 ខែ 1 ឆ្នាំ 2024 បំណុលដែលយើងជំពាក់ក្រុមហ៊ុន Dell Cambodia Co Ltd នេះសរុបទាំងអស់$1,650អញ្ចឹងសរុបរួម debit បូក credit គឺ$1,650ស្មើគ្នាលំហាត់ទី4ឧទាហរណ៍ផ្សារជាប់ជាមួយនឹងលំហាត់ទី3នៅថ្ងៃទី31 ខែ 1 ឆ្នាំ 2024 ក្រុមហ៊ុនវិចិត្របានទូទាត់សងជាសាច់ប្រាក់តាមធនាគារទៅឲ្យក្រុមហ៊ុន Dell Cambodia Co Ltd សម្រាប់ការទិញជំពាក់កាលពីថ្ងៃទី15 ខែ 1 ឆ្នាំ 2024 ចូលកត់ត្រានៅប្រតិបត្តិការមួយនេះអញ្ចឹងនៅថ្ងៃទី31 ខែ 1 2024 យើងបានទូទាត់សងទៅក្រុមហ៊ុន Dell Cambodia Co Ltd អញ្ចឹង account payable ដែលជាគណនីបំណុលនេះវាថយចុះនៅពេលដែលយើងទូទាត់សងវាថយចុះវិញគឺវាស្ថិតនៅខាង debit $1,650អញ្ចឹងនៅថ្ងៃទី31 ខែ 1 ឆ្នាំ 2024 យើងបានធ្វើការទូទាត់សងដោយប្រើប្រាស់សាច់ប្រាក់តាមធនាគារ bank គឺជា current asset នៅពេលដែលយើងទូទាត់សងបានន័យថាប្រាក់យើងត្រូវថយវាស្ថិតនៅខាង credit វិញអញ្ចឹង$1,650 total សរុបមកគណនីពីនេះគឺស្មើអញ្ចឹងជាសរុបរួមជាលទ្ធផលនៅថ្ងៃទី15 ខែ 1 2024 liability increase beginning balance នៅ example ឧទាហរណ៍ទី3ហ្នឹង$1,650ដល់ពេលថ្ងៃទី31 ខែ 1 2024 liability យើងបានទូទាត់សងទៅអ្នកផ្គត់ផ្គង់វិញ$1,650អញ្ចឹង ending balance យើងសម្រាប់បំណុលគឺ0យើងអត់មានសងបន្តទៀតទេអត់មានសល់បំណុលតទៀតទេសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់បានទទួលចំណេះដឹងអំពីការកត់ត្រាបញ្ជីគណនីនិងជំនាញរៀបចំបញ្ជីគណនីសូមទំនាក់ទំនងចុះឈ្មោះរៀននៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលគណនីនិងហិរញ្ញវត្ថុ AFT Center Facebook page AFT Center ឬបងប្អូនអាចរៀននិងយល់កាន់តែច្បាស់ពីគណនីសូមចូលទៅកាន់ website aft.center.com ឬតាមរយៈលេខទូរស័ព្ទ068 79 7000ឬ016 38 7000អរគុណ